ឥឡូវនេះនៅក្នុងថ្ងៃទី23បាននៅក្នុងខែឧសភាឆ្នាំ2014នៅពេលនេះក្រុមការងារយើងបានចុះមកដល់នៅក្នុងព្រៃឧទ្យានជាតិបាននៅចន្លោះភូមិកាពីននិងភូមិតាឡែនៅពេលនេះយើងបានមកដល់ចំណុចនៅក្នុងព្រៃឧទ្យានជាតិដែលក្រុមហ៊ុនទ្រីភិបកំពុងតែរៀបចំដឹកឈើបាទនៅក្នុងពេលនេះដែរខ្ញុំបាទហ៊ួនច័ន្ទថនចាងវាងសម្លេងអ្នកការពារលោកបុត្រពធីនាយកគ្រប់គ្រងព័ត៌មានផ្នែកតព្រំនិងលោកទាវកសលបាទព័ត៌មានក្រុមអ្នកស្រាវជ្រាវបានចុះមកធ្វើការនយោបាយព័ត៌មាននៅចំណុចក្នុងព្រៃឧទ្យានជាតិនេះហើយយើងក៏នឹងព្យាយាមចុះយកនៅព័ត៌មានជាច្រើនទៀតបាទដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំដើម្បីជម្រាបជូនក៏ដូចជារាយការណ៍នៅព័ត៌មានផ្សេងៗផងដែរហើយនេះគឺជារូបបាទផ្លូវដែលក្រុមហ៊ុនដឹកជញ្ជូនឈើយើងឃើញថាវាមានលក្ខណៈលំបាកផងដែរគឺមានចង្ហុកធំដោយសារតែមានភ្លៀងធ្លាក់បាទជាប្រចាំតែម្ដងហើយយើងក៏នឹងសន្យានឹងយកព័ត៌មានជាច្រើនទៀតបាទនឹងជម្រាបជូនដល់ថ្នាក់ដឹកនាំបានជ្រាបជាបន្តទៀតបាទសូមអរគុណ